នៅព្រឹកថ្ងៃទី13ខែមករាឆ្នាំ2006នៅក្នុងធនាគារមួយនៃប្រទេសអាសង់ទីនគឺកំពុងតែមានអតិថិជនចិញ្ចូលដកប្រាក់ដាក់ប្រាក់ជាមួយនឹងបុគ្គលិកជាច្រើនអ្នកទៀតដែលធ្វើការមើលទៅហាក់ដូចជាធម្មតានៅខាងក្រៅនៅពីមុខធនាគារមានផ្លូវធំមួយដែលមានរថយន្តបើកបរឆ្លងកាត់ទៅមកមនុស្សធ្វើដំណើរអ៊ូអរដែលស្ថានភាពហាក់មិនមានអ្វីខុសប្លែកពីសពមួយដងឡើយគឺដូចជាថ្ងៃធម្មតាចូលមកដល់ពេលថ្ងៃត្រង់នៅម៉ោងប្រមាណជា 12:30 នាទីបុរស3នាក់បានដើរចូលមកក្នុងធនាគារនេះដែលពួកគេមានឈ្មោះថាវិទៀតអាចូនិងដកស្លៀកសម្លៀកបំពាក់ដូចជាអ្នកជំនួញដែលមើលទៅគឺដូចជាមនុស្សធម្មតាដែលដើរចូលមកក្នុងធនាគារនេះគ្មាននរណាម្នាក់សង្ស័យទៅកាន់ពួកគេទាំង3ហើយពួកគេទាំង3ក៏បានធ្វើកាយវិការធម្មតានិងដើរចូលទៅតុសម្រាប់សាកសួរព័ត៌មានហើយសួរអំពីការបើកគណនីធនាគារដែលមានសភាពធម្មតាបំផុតប៉ុន្តែប៉ុន្មានវិនាទីក្រោយមកបរិយាកាសក្នុងធនាគារទាំងមូលបានផ្លាស់ប្ដូរទាំងស្រុងវិទៀតដែលជាបុរសម្នាក់នៅក្នុងចំណោមបុរសទាំង3នាក់នោះបានដកកាំភ្លើងដែលមានជាប់នឹងខ្លួនចេញមកហើយស្រែកប្រាប់មនុស្សនៅក្នុងធនាគារទាំងអស់ថានេះគឺជាការប្លន់ធនាគារបុគ្គលិកនិងអតិថិជនទាំងអស់ក៏ត្រូវបានបង្ខំឲ្យអង្គុយឬក៏ដេកនៅលើឥដ្ឋនៃធនាគារខណៈលោកអាចូបានដើរទៅចាក់សោទ្វារខាងមុខសភាពនៅក្នុងធនាគារនៅពេលនោះគឺមានភាពច្របូកច្របល់ដោយមានសម្លេងភ័យខ្លាចសម្លេងយំនិងសម្លេងដកដង្ហើមធំពីមនុស្សដែលនៅក្នុងធនាគារនោះព្រោះពួកគេម្នាក់សិតតែដឹងថាស្ថានភាពនៅក្នុងពេលនេះគឺវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងរយៈពេលត្រឹមតែ90វិនាទីចៅទាំង3នាក់បានគ្រប់គ្រងធនាគារទាំងមូលបានសម្រេចហើយពេលនោះប៉ូលីសក៏ត្រូវបានគេតាក់ទងមកភ្លាមដើម្បីឲ្យមកឡោមព័ទ្ធធនាគារនេះទាំងមូលឡានប៉ូលីសចាប់ផ្ដើមមកម្ដងមួយហើយចុងក្រោយចំនួនប៉ូលីសបានកើនឡើងដល់ជាង300នាក់ចាប់តាំងពីម៉ោង 12:45 នាទីរហូតដល់ម៉ោង 1តំបន់ជុំវិញធនាគារត្រូវបានឡោមព័ទ្ធទាំងស្រុងអ្នកសារព័ត៌មានក៏បានមកដល់ហើយចាប់ផ្ដើមផ្សាយផ្ទាល់នៅតាមបណ្ដាញសង្គមនិងនៅលើកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសប្រជាជននៃអាសង់ទីនទាំងមូលក៏កំពុងតែមើលទូរទស្សន៍អំពីការផ្សាយផ្ទាល់មួយនេះដោយគិតថាវាគឺជាករណីចាប់មនុស្សជាចំណាប់ខ្មាំងមួយទៀតហើយដែលអាចបញ្ចប់ដោយការចរចារវាងក្រុមចៅនិងក្រុមប៉ូលីសឬក៏ការវាយលុកពីក្រុមប៉ូលីសដើម្បីចាប់ខ្លួនចៅទាំងនោះប៉ុន្តែប្រកាសណាការសម្រុកចូលទៅក្នុងធនាគារភ្លាមគឺអាចបណ្ដាលឲ្យក្រុមចៅសម្លាប់ទៅលើចំណាប់ខ្មាំងទាំងអស់នោះដូច្នេះប៉ូលីសទាំងអស់គឺមានតែបង្ខំចិត្តស្ថិតនៅខាងក្រៅធនាគារនិងចរចាជាមួយក្រុមចៅនោះទេមិនយូរប៉ុន្មានក្រោយប៉ូលីសបានឡោមព័ទ្ធវិទៀតក៏បាននិយាយទូរស័ព្ទជាមួយអ្នកចរចារបស់ប៉ូលីសហើយខ្លួនក៏បាននិយាយថាយើងមិនចង់ឲ្យនរណាម្នាក់រងរបួសនោះទេយើងគ្រាន់តែត្រូវការពេលគិតបន្តិចប៉ុន្តែបើប៉ូលីសហ៊ានចូលមកពួកគេនឹងប្រើអាវុធភ្លាមបន្ទាប់ពីនិយាយចប់ជាមួយនឹងអ្នកចរចារបស់ប៉ូលីសវិទៀតក៏បានដោះលែងបុគ្គលិកធនាគារម្នាក់ដើម្បីបង្ហាញពីភាពស្មោះត្រង់ថាគាត់នឹងមិនធ្វើអ្វីទៅកាន់មនុស្សខាងក្នុងនោះទេដើម្បីកុំឲ្យប៉ូលីសសម្រុកចូលមកធនាគារហើយទុកពេលឲ្យពួកគេធ្វើកិច្ចការរបស់ពួកគេសម្រាប់ប៉ូលីសវិញបន្ទាប់ពីឮក្រុមចៅនិយាយបែបនេះគឺមានន័យថាស្ថានភាពនៅក្នុងធនាគារគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចៅទាំងស្រុងទៅហើយប៉ុន្តែប៉ូលីសទាំងអស់ជឿថាចៅនៅខាងក្នុងមានអាវុធនិងមានចំណាប់ខ្មាំងដែលជាបុគ្គលិកនិងអតិថិជនរបស់ធនាគារមួយនេះដូច្នេះពួកគេមិនអាចវាយលុកបានភ្លាមនោះទេហើយនេះគឺជាអ្វីដែលក្រុមចៅចង់បាននឹងឯងបន្ទាប់មកប៉ូលីសតែងតែខិតខំតាក់ទងទៅកាន់ក្រុមចៅដើម្បីចរចាពីការដោះលែងចំណាត់ខ្មាំងប៉ុន្តែហាក់មិនទទួលបានជោគជ័យនោះទេរីឯម៉ោងកាន់តែកន្លងផុតពី1ម៉ោងទៅ1ម៉ោងខណៈ20នាទីម្ដងក្រុមចៅតែងតែដោះលែងចំណាត់ខ្មាំងម្នាក់ចេញមកជានិច្ចអ្នកសារព័ត៌មាននៅតែបន្តផ្សាយផ្ទាល់ខណៈឧទ្ធម្ភិកចក្រហោះនៅខាងលើមេឃដើម្បីត្រៀមនឹងមើលស្ថានភាពពីខាងលើ Sniper របស់ប៉ូលីសបានឈរនៅអគារចិត្តនោះដើម្បីលបបាញ់ប្រសិនបើក្រុមចៅធ្វើការសម្រុកចេញឬក៏ការបាញ់បោះណាមួយកើតឡើងមនុស្សគ្រប់គ្នាទាំងប៉ូលីសទាំងប្រជាជននិងអ្នកសារព័ត៌មានសិតតែគិតថាចៅកំពុងតែនៅខាងក្នុងគាស់ទូដែកដើម្បីលួចលុយធនាគារជាដើមហើយចៅទាំងអស់នោះនឹងមិនអាចរត់ចេញពីច្រកទ្វារនេះបានស្រួលនោះទេដោយសារតែគ្រប់យ៉ាងនៅជុំវិញខាងក្រៅនេះគឺត្រូវបានប៉ូលីសគ្រប់គ្រងបានទាំងស្រុងហើយនៅម៉ោង 2:47 នាទីវិទៀតបានតាក់ទងជាមួយនឹងអ្នកចរចារបស់ប៉ូលីសហើយបានទាមទារឲ្យប៉ូលីសផ្ដល់ភីហ្សាមកឲ្យខាងក្នុងធនាគារសំណើនេះវាបានផ្ទុះទៅជារឿងដ៏អស់សំណើចមួយដែលគ្រប់គ្នាសិតតែលាន់មាត់ថាហេតុអ្វីស្ថានភាពតឹងតែងបែបនេះពួកគេនៅអាចចង់បានភីហ្សាថែមទៀត
វិទៀតក៏បានឆ្លើយតបមកវិញដោយធម្មតាថាពួកយើងត្រូវការភីហ្សាចំនួន30ប្រអប់សំណើនេះក៏ត្រូវបានប៉ូលីសបញ្ជូនឡើងទៅកាន់ថ្នាក់លើដើម្បីសួរបញ្ជាក់ថាតើពួកគេអាចធ្វើតាមសំណើរបស់ក្រុមចៅនេះបានដែរឬទេមេបញ្ជាការលើសំណើនេះហើយក៏ហាក់ដូចជាសើចចេញមកព្រោះគិតថាហេតុអ្វីបានជាពួកគេនៅមានអារម្មណ៍ឃ្លានឬក៏ចង់ញ៉ាំភីហ្សាបានទៀតនៅក្នុងដំណាក់កាលបែបនេះបន្ទាប់មកខាងប៉ូលីសក៏បានយល់ព្រមផ្ដល់ជូនភីហ្សាចំនួន30ប្រអប់ទៅឲ្យពួកគេនៅម៉ោង 3:05 នាទីភីហ្សាក៏បានមកដល់ហើយប៉ូលីសក៏បានផ្ដល់ភីហ្សាទាំង30ប្រអប់ទៅឲ្យពួកចៅទាំងអស់នោះហើយយោងទៅតាមចម្លើយរបស់ចំណាត់ខ្មាំងមួយចំនួននៅក្នុងនោះពួកគេបាននិយាយថាភីហ្សាទាំងអស់នេះក្រុមចៅបានផ្ដល់មកកាន់ពួកគេដើម្បីឲ្យញ៉ាំគ្រប់គ្នាហើយអ្នកខ្លះក៏បានញ៉ាំអ្នកខ្លះទៀតក៏មិនបានញ៉ាំព្រោះតែភ័យខ្លាចពេកចូលដល់ម៉ោង 3:27 នាទីវិទៀតបាននិយាយទូរស័ព្ទម្ដងទៀតជាមួយនឹងប៉ូលីសថាយើងនឹងធ្វើការចេញទៅខាងក្រៅក្នុងរយៈពេល5នាទីទៀតគ្រាន់តែឮបែបនេះក្រុមប៉ូលីសក៏បានពង្រឹងស្មារតីក្រោយពីការរងចាំជាង3ម៉ោងហើយបានត្រៀមខ្លួនដូចជាស្រេចក្នុងការចេញប្រតិបត្តិការដ៏ធំមួយនេះទាំងឧទ្ធម្ភាគចក្រទាំងក្រុម Sniper នៅតាមអគារជិតៗនោះនិងប៉ូលីសជាង300នាក់គឺបានត្រៀមខ្លួនព័ទ្ធជុំវិញធនាគារនេះទៅហើយបន្ទាប់ពីរយៈពេល5នាទីកន្លងផុតទៅក្រុមចៅទាំង3នាក់បាននាំចំណាត់ខ្មាំងដែលមាននៅក្នុងធនាគារទាំងអស់នោះចូលទៅក្នុងបន្ទប់ប្រជុំមួយពួកគេនិយាយថានៅទីនេះហើយកុំធ្វើចលនារយៈពេល10នាទីបន្ទាប់មកពួកចៅទាំងនោះបានចាក់សោបន្ទប់ប្រជុំនេះពីខាងក្រៅទុកឲ្យចំណាត់ខ្មាំងទាំងអស់នោះនៅខាងក្នុងចំណាត់ខ្មាំងក៏បាននិយាយថាពួកគេបានឃើញក្រុមចៅទាំងអស់នោះដាក់កំភ្លើងទម្រាបគ្នាជាជួរហើយពួកចៅក៏បានដើរចេញទៅដោយសូម្បីតែចំណាត់ខ្មាំងក៏មិនដឹងថាពួកគេទៅណាដែរអ្វីគ្រប់យ៉ាងនៅពេលនោះគឺមានសភាពប្រែជាស្ងប់ស្ងាត់វិញមួយរំពេចក្រោយពីមានការស្រែកយំនិងការស្រែកមេក្រូពីប៉ូលីសនៅខាងក្រៅមកកាន់ក្រុមចៅមួយនេះអស់រយៈពេលជាយូរក្រោយពីក្រុមចៅនិយាយថា5នាទីទៀតពួកគេនឹងចេញទៅប៉ូលីសនៅតែមិនឃើញវត្តមានរបស់នរណាម្នាក់ចេញមកនោះទេប៉ូលីសក៏បានព្យាយាមតាក់ទងទៅថាតើពួកគេចេញមកឬទេប៉ុន្តែស្ថានភាពហាក់ស្ងាត់ឈឹងតែម្ដង1ម៉ោងកន្លងទៅហើយ2ម៉ោងកន្លងទៅ3ម៉ោងកន្លងទៅនៅតែមិនទាន់ឃើញរហូតដល់ម៉ោង 7:45 នាទីគឺ4ម៉ោងកន្លងផុតទៅប៉ូលីសសម្រេចចិត្តវាយសម្រុកចូលទៅក្នុងធនាគារមួយនេះការសម្រេចចិត្តសម្រុកចូលទៅក្នុងធនាគារដោយប្រើប្រាស់អាវុធពេញលេញបែបនេះគឺវាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែវាគឺជាការសម្រេចចិត្តចុងក្រោយរបស់ក្រុមប៉ូលីសព្រោះថាពួកគេមិនអាចរងចាំបន្តទៀតបាននោះទេក្រុមប៉ូលីសមួយក្រុមធំបំពាក់ដោយអាវុធពេញលេញនិងឈៀលការពារវាយសម្រុកចូលទៅក្នុងធនាគារមួយនេះដោយក្នុងចិត្តរំពឹងថានឹងមានការបាញ់ប្រហារយ៉ាងធំមួយគ្រាន់តែទ្វារត្រូវបានទម្លុះភ្លាមប៉ូលីសទាំងអស់ដែលបានសម្រុកចូលគឺមានអារម្មណ៍ខុសប្លែកពីធម្មតាទៅហើយព្រោះថាស្ថានភាពនៅក្នុងធនាគារនៅពេលដែលពួកគេសម្រុកចូលទៅនោះគឺមានសភាពស្ងាត់ឈឹងតែម្ដងគ្មានឃើញក្រុមចៅសូម្បីតែម្នាក់ខណៈចំណាត់ខ្មាំងទាំងអស់គឺកំពុងតែនៅក្នុងបន្ទប់ប្រជុំក្រោយពីចូលទៅរំដោះចំណាត់ខ្មាំងប៉ូលីសនៅតែដើរឆែកនៅពាសពេញធនាគារប៉ុន្តែមិនឃើញវត្តមានរបស់ចៅមួយក្រុមនេះនោះទេគឺឃើញតែកាំភ្លើងដែលទុកជាជួរហើយកាំភ្លើងទាំងអស់នោះគឺជាកាំភ្លើងคล้ายទៀតផងព្រមទាំងមានណូតមួយនៅខាងក្រោមកាំភ្លើងនោះសរសេរថា Without weapon without hatred in the neighborhood of the rich people ដែលមានន័យថាគ្មានអាវុធគ្មានការស្អប់នៅក្នុងសង្គមមួយដែលសម្បូរទៅដោយអ្នកមានក្រោយពីប៉ូលីសយកចំណាត់ខ្មាំងមួយក្រុមនេះចេញទៅខាងក្រៅគឺគ្មាននរណាម្នាក់យល់អំពីស្ថានភាពពេលនោះទេហេតុអ្វីបានជាក្រុមចៅដោះលែងចំណាត់ខ្មាំងទាំងអស់ដោយស្រួលបែបនេះហេតុអ្វីក្រុមចៅទុកកំភ្លើងคล้ายនឹងណូតមួយដែលសរសេរបែបនេះហើយសំណួរដែលកាន់តែសំខាន់នោះហេតុអ្វីវត្តមានរបស់ក្រុមចៅមួយក្រុមនេះបានបាត់ចេញពីធនាគារដោយគ្មានស្នាក់ស្នាមបែបនេះហេតុការណ៍ប្លន់ធនាគារមួយនេះគឺបានផ្ទុះសុសសាយល្បីពាសពេញប្រទេសនិងពិភពលោកវាគឺជាការប្លន់ធនាគារបានដោយជោគជ័យដោយគ្មានការបាញ់បោះហើយចៅគឺប្រើតែកាំភ្លើងคล้ายដើម្បីប្លន់ប្រាក់រហូតទៅជាង$15 លានអាមេរិកបន្ទាប់ពីនោះគឺមានការស៊ើបអង្កេតយ៉ាងធំនៅក្នុងប្រទេសចៅខ្លះត្រូវបានចាប់ខ្លួនបាននៅឆ្នាំក្រោយៗប៉ុន្តែលុយភាគច្រើនគឺមិនបានរកឃើញវិញនោះទេមកដល់ចំណុចនេះមិនមែនត្រឹមតែប្រជាជនរបស់អាហ្សង់ទីននិងប៉ូលីសនោះទេសូម្បីតែអ្នកទាំងអស់គ្នាក៏ខ្ញុំជឿថាមានចម្ងល់ដែរថាតើចៅទាំងអស់នោះបាត់ខ្លួនទៅបែបណា
ដើម្បីដឹងឲ្យច្បាស់ថាតើការរៀបចំនិងផែនការប្លន់ធនាគាររបស់ក្រុមចៅមួយក្រុមនេះកើតឡើងបានដោយជោគជ័យបែបនេះដោយរបៀបណាគឺយើងត្រូវបកពេលវេលា4ខែទៅកាន់ឆ្នាំ2025នៅពេលដែលចៅចាប់ផ្ដើមរៀបផែនការនេះឡើងមកសម្រាប់ប៉ូលីសប្រជាជននិងអ្នកទាំងអស់គ្នាដែលកំពុងតែស្ដាប់គឺដឹងតែពីវត្តមានចៅចំនួន3នាក់ប៉ុណ្ណោះប៉ុន្តែពួកគេគឺមានគ្នាប្រហែលជា6ទៅ7នាក់ឯណោះដោយមនុស្សម្នាក់សិតតែមានកិច្ចការរបស់ពួកគេផ្សេងគ្នាហើយមិនបានបង្ហាញមុខនៅក្នុងការចូលប្លន់ធនាគារនោះទេក្រុមចៅទាំង7នាក់នេះបានចាប់ផ្ដើមគម្រោងខ្លួនដោយការសិក្សាយ៉ាងច្បាស់អំពីធនាគារមួយនេះពួកគេបានឃើញថានៅខាងក្រោមធនាគារមួយនេះគឺមានប្រព័ន្ធលូមួយដែលអាចឲ្យពួកគេរត់គេចខ្លួនបានបន្ទាប់ពីចប់ប្រតិបត្តិការប្លន់ធនាគារបន្ទាប់មករយៈពេល4ខែនេះពួកគេក៏ចាប់ផ្ដើមជីកកកាយលូក្រោមដីមួយនេះភ្ជាប់ទៅកាន់ធនាគារផ្ទាល់តែម្ដងការជីកពីប្រព័ន្ធលូខាងក្រោមដីចាក់ធ្លុះទៅបាតនៃធនាគារគឺវាបានជួបការលំបាកជាច្រើនប៉ុន្តែក្នុងរយៈពេល4ខែក្រុមចៅមួយក្រុមនេះបានធ្វើការសម្រេចតភ្ជាប់រូងក្រោមដីទៅកាន់ធនាគារនៅក្នុងអំឡុងពេល4ខែនោះផងដែរក្រុមចៅ2-3នាក់កំពុងតែជីកកកាយលូក្រោមដីខណៈ2-3នាក់ទៀតគឺបានចូលទៅកាន់ធនាគារនិងសិក្សាថតរូបបុគ្គលិកម្នាក់សិក្សាអំពីទម្លាប់អាកប្បកិរិយានិងចំណុចខ្សោយរបស់ពួកគេដើម្បីសិក្សាអំពីបរិបទក្នុងធនាគារឲ្យកាន់តែច្បាស់ចំណែកឯអ្នកផ្សេងទៀតគឺពួកគេសរសេរអំពីផែនការដ៏លម្អិតមួយអំពីគម្រោងមួយនេះដោយសរសេរយ៉ាងលម្អិតរាល់ពាក្យរាល់សកម្មភាពនិងរាល់នាទីអំឡុងពេលដែលការប្លន់នោះពួកគេគឺតែងតែគិតថាគ្មានអ្វីកើតឡើងដោយចៃដន្យនោះឡើយអ្វីគ្រប់យ៉ាងគឺត្រូវតែជាការរៀបចំរបស់ពួកគេមិនអាចមានការថ្លោះធ្លោយអ្វីមួយឡើយនៅក្នុងគម្រោងរៀបចំមួយនោះសូម្បីតែពាក្យមួយម៉ាត់ណាត្រូវនិយាយជាមួយនឹងប៉ូលីសម៉ោងណាត្រូវលេងចំណាត់ខ្មាំងម៉ោងណាត្រូវទាភីសាគឺសុទ្ធតែរៀបចំយ៉ាងល្អិតល្អន់នៅក្នុងគម្រោងនេះនៅថ្ងៃទី11ខែមករាឆ្នាំ2006ពោលគឺ2ថ្ងៃមុនថ្ងៃកើតហេតុកើតឡើងពួកគេបានហាត់សមការចូលប្លន់ធនាគារនេះដោយអ្នកណាត្រូវធ្វើអ្វីអ្នកណាត្រូវនិយាយអ្វីហើយអ្នកណាត្រូវរៀបចំអ្វីពួកគេមិនឲ្យមានអ្នកណាធ្វើអ្វីខុសពីគម្រោងនោះឡើយចូលដល់ថ្ងៃកើតហេតុមកដល់គឺនៅថ្ងៃទី13ខែមករាឆ្នាំ2006ពួកគេក៏បានចាប់ផ្ដើមប្រតិបត្តិការមួយនេះមនុស្សទូទៅឃើញតែចៅ3នាក់ប៉ុណ្ណោះដែលចូលមកប្លន់ធនាគារមួយនេះក៏ប៉ុន្តែគ្នារបស់ពួកគេដែលនៅសល់គឺពួកគេចូលទៅប្លន់ធនាគារនោះតាមប្រព័ន្ធលូដែលនៅខាងក្រោមធនាគារហើយវត្ថុមានតម្លៃដូចជាទូមាសលុយសុទ្ធជាដើមគឺត្រូវបានក្រុមចោរដែលនៅក្រោមលូប្រមូលចេញមកទាំងអស់ទៅហើយមនុស្ស3នាក់ដែលនៅខាងលើគឺគ្រាន់តែមានកិច្ចការដើម្បីពន្យាពេលប៉ូលីសទុកពេលឲ្យអ្នកខាងក្រោមធ្វើការរួចរាល់ជាមុនសិនដោយពួកគេធ្វើការរំដោះចំណាត់ខ្មាំងរាល់20នាទីម្ដងការស្នើសុំភីសានិងការចរចាផ្សេងដោយមានគោលបំណងតែមួយគត់គឺពន្យាពេលនឹងឯងហើយនៅពេលដែលក្រុមចោរនៅខាងក្រោមលូបានរៀបចំការប្លន់នេះរួចរាល់អស់ហើយពួកគេក៏បានឲ្យសញ្ញាទៅកាន់ចោរទាំង3នាក់នៅខាងលើដោយចោរទាំង3នាក់នោះក៏បានប្រមូលចំណាត់ខ្មាំងទៅដាក់នៅក្នុងបន្ទប់ប្រជុំហើយនិយាយប្រាប់ប៉ូលីសថា5នាទីទៀតពួកគេនឹងចេញទៅខាងក្រៅទាំងអស់នេះសុទ្ធសឹងតែជាគម្រោងរបស់ពួកគេដើម្បីឆោបបោកក្រុមប៉ូលីសកុំឲ្យសម្រុកចូលមកធនាគារលឿនពេកហើយពួកគេក៏ធ្វើការរត់ចេញពីធនាគារមួយនេះតាមរយៈរូងក្រោមដីតាមលូដែលបានជីករួចទៅហើយទាំងអស់នេះគឺជាផែនការរបស់ពួកគេដែលបានរៀបចំដោយល្អឥតខ្ចោះដើម្បីប្រាកដថាការប្លន់មួយនេះគឺគ្មានអ្វីថ្លោះធ្លោយនោះទេហើយទាំងអស់នេះក៏ជាការប្លន់ធនាគារទាំងមូលនៅក្នុងប្រទេសអាហ្សង់ទីនដែរទោះជាក្រោយមកប៉ូលីសបានចាប់ខ្លួនចោរមួយចំនួនក៏ដោយក៏ប៉ូលីសមិនអាចយកលុយទាំងអស់នោះបានមកវិញដែរហើយក៏ធ្វើឲ្យមនុស្សទាំងអស់គិតថាការប្លន់ធនាគារមួយនេះគឺជាការប្លន់ធនាគារដ៏ជោគជ័យមួយនៅក្នុងប្រវត្តិសាស្ត្រអរគុណគ្នាយើងមែនតើដែលបានមើលមកដល់ចុងវីដេអូហ្នឹងហើយកុំភ្លេចcomment ម្នាក់មួយនៅក្នុងផងបើសិនជាចង់ឲ្យខ្ញុំធ្វើវីដេអូអំពី topic អីទៀតហើយក៏សូមអរគុណទៅដល់បងបងប្អូនគ្នាយើងមួយចំនួនដែលអត់ភ្លេចខ្ញុំនៅតែឆានមកសួរសុខទុក្ខសុខសប្បាយទេក៏បងការចេញវីដេអូទៀតហើយជាពិសេសនោះអរគុណទៅដល់បងខេមរៈដែលគាត់ទៅមើលវីដេអូចាស់ៗទៅគាត់នឹកខ្ញុំនឹងតែគាត់ donate ទឹកប្រាក់ចំនួន 0.5 សេន0.5 កាក់មកកាន់ខ្ញុំទៀតអញ្ចឹងអរគុណមែនតើហើយសង្ឃឹមថា
បងជួបតាសំណាងល្អអញ្ចឹងទៅបងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ